សួស្តីថ្ងៃនេះពួកយើងបានធ្វើដំណើរទៅកោះស្ដាចេញដំណើរមានអ្នកធ្វើខ្លួនមានអ្នកបើកឡានបន្តមកទៀតពួកយើងក៏មកដល់ 7-Eleven ទិញអាហារសម្រន់ដ៏ច្រើនសម្រាប់ស្គូតាមផ្លូវចឹងពេលដែលពួកយើងជិះមួយសន្ទុះក៏ដល់ភ្នំពេញដោយអត់ដឹងខ្លួនបាទកន្លែងនេះស្អាតណាស់ហ្នឹងកន្លែងសម្រាប់ក្រុមហ៊ុនវឌ្ឍនៈគាត់រៀបចំមុខព្រះបរមរាជវាំងនិយាយចេះច្រឡំរហូតហើយដែលសំខាន់ពួកយើងបានមកផ្សាររាត្រីដើម្បីទិញកៅអៅអីចឹងមើលលេងទៅបងប្អូនដែលពួកយើងទិញហត់ហើយរឿងក៏មកញ៉ាំអីនៅមុខទន្លេកោះពេជ្រម្ដងកោះពេជ្របងប្អូនផ្សារណារាត្រីលុះដល់ស្អែកឡើងយើងបានធ្វើដំណើរទៅកោះស្ដានៅពេលដែលពួកគាត់ឃើញសមុទ្រគាត់ថាឡងយ៉ាដល់ហើយដល់ចំណុចកោះស្ដាយហើយយកឡានទុកហើយដើរប្រហែលជា500ម៉ែត្រដល់ច្រាំងជាបួរតិចទៀតព្រួយវ៉ាកន្លែងនេះមួយម្នាក់សប្បាយជាមួយតិចទៀតមានអ្នកខ្លាចហើយអោនមួយបាត់ហើយខ្លាចលោកសមុទ្រនឹងងើបឡើងតិចទៀតអោនវិញទៀតហើយអោនមែនអត់ហ៊ានមើលចោលទេបាទខ្លាចទឹកសមុទ្រតែចង់លេងទឹកសមុទ្រទីបំផុតមកដល់ផ្ទះសំណាក់មានលៀបបាទមកបន្ទប់នេះក្រែ2បាទតម្លៃមួយយប់ដូចជា$60ហើយចង់និយាយថាជាមួយគាត់ចង់និយាយថាខ្ញុំអ្នកកោបោកសតกับអ្នកធ្វើដំណើរដូចគ្នាណាគ្រាន់តែយើងដល់បន្ទប់ហើយយើងក៏បានជួលកង់ជិះអ្នកភូមិកោះស្ដាយអញ្ចឹងបងប្រុសខ្ញុំចាញ់ចរិតស៊ីន100មកដល់កោះប្រែ160ដឺក្រេអាឡៃតាថតភ្លេចមើលម៉ូតូគេប៊ីបុកម៉ូតូគេណាហ្នឹងអូសាប់ហ្មងបងប្រុសពីអ្នកចាថ្ងៃនេះជិះកង់រៀងហត់ឥឡូវយើងចាប់ផ្ដើមបើម្ដងនៅឆ្លៀតជាងបានទៀតបងប្រុសនេះកំពូលមែនណាគេធ្វើអីទៅសំខាន់គាត់បានច្រៀងបាទអត់មានអីមានតែគ្រឿងសមុទ្រព្រោះយើងមកលេងនៅលើកោះបន្ទាប់មកយើងព្រឹកឡើងយើងក៏មកទិញគ្រឿងសមុទ្រដើម្បីយើងចេញដំណើរជិះទូកទៅមើលការថ្មអីចឹងទៅស៊ូត្រីអញ្ចឹងមកជាមួយយ៉ាដៃលោកហ្នឹងអត់ហ៊ានចាប់ទេបាទដកចេញវិញព្រួយខ្លាចក្តាមខាំអញ្ចឹងមានច្រើនណាគ្រឿងសមុទ្រអត់ខ្វះទេបាទនៅកោះស្ដាច់សម្បូរហើយយើងក៏រកទិញប្រកាំងនៅរស់ល្អណាបងប្អូនអ្នកដែលចង់ទៅកោះស្ដាច់អាចទៅបានសម្បូរស្រស់ហ្មងI tried so hard and got so far, but in the end, it doesn't even matter. I had to fall to lose it all, but in the end, it doesn't.
បាទថ្ងៃនេះថ្ងៃចុងក្រោយហើយត្រឡប់ចេញពីកោះស្ដាច់ត្រឡប់មកផ្ទះវិញមួយបែបណាចង់រួចទេបាក់ពី